មូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកគឺជាគោលដៅដែលអ៊ីរ៉ង់ត្រូវកំទេចនៅពេលលើដូច្នេះរដ្ឋមន្ត្រីក្រសួងការបរទេសថៃសីហសភួងកេតកែវកាលពីថ្ងៃប្រហ័សបានបដិសេធចំពោះសេចក្តីរាយការណ៍ដែលថាសហរដ្ឋអាមេរិកបានស្នើសុំប្រើប្រាស់ប្រលានយន្តហោះអូតប៉ាវជាមូលដ្ឋានយោធាសម្រាប់ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ដោយគេបានបញ្ជាក់ថាបញ្ហានេះមិនដែលត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនាពេលថ្មីៗនេះជាមួយឯកអគ្គរដ្ឋទូតអាមេរិកនោះទេថ្លែងនៅឯវិមានរដ្ឋាភិបាលកាលពីថ្ងៃទី5ខែមីនាសីហសភួងកេតកែវបានមានប្រសាសន៍ថាជំនួបរវាងនាយករដ្ឋមន្ត្រីស្ដីទីនិងឯកអគ្គរដ្ឋទូតអាមេរិកលោកសៀនហ៊ូនីលកាលពីថ្ងៃទី4ខែមីនាគឺផ្ដោតសំខាន់ទៅលើទំនាក់ទំនងទ្វេភាគីបច្ចុប្បន្នភាពនៃស្ថានភាពនៅមជ្ឈមបូព៌ានិងការចរចាដែលកំពុងបន្តលើពន្ធនាំចូលគេបានបន្ថែមថាភាគីទាំងពីរគឺថៃនិងអាមេរិកបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរប៉ុន្តែពុំមានការស្នើសុំប្រើប្រាស់មូលដ្ឋានកងទ័ពអូតាប៉ាវជាមូលដ្ឋានប្រតិបត្តិការយោធានោះទេគេបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរបស់ថៃជាមួយនឹងដៃគូបរទេសនៅតាមប្រលានយន្តហោះដូចជាការចាក់បំពេញប្រេងគឺជាកិច្ចការធម្មតាតាមទម្លាប់ប៉ុន្តែការអនុញ្ញាតឲ្យប្រើប្រាស់ទីតាំងមូលដ្ឋានដើម្បីប្រឆាំងនឹងប្រទេសមួយទៀតដែលថៃមានទំនាក់ទំនងល្អជាមួយគឺមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលនោះទេប្រិមត្តទស្សនិកជនការចេញមកបញ្ជាក់របស់ថៃនេះគឺធ្វើឡើងបន្ទាប់ពីស្ថានភាពនៅតំបន់មជ្ឈមបូព៌ាកាន់តែរង្គោះរង្គើឆេះឆួលកាន់តែខ្លាំងក៏ត្រឹមថ្ងៃទី6ខែមិនិនាឆ្នាំ2026នេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តរួមដៃគ្នាដើម្បីវាយប្រហារលើអ៊ីរ៉ង់ដដែលខណៈដែលអ៊ីរ៉ង់ក៏មិនទាន់ប្រកាសចុះចាញ់អាមេរិកនោះទេអ៊ីរ៉ង់នៅតែប្រកាសសងសឹកចំពោះសហរដ្ឋអាមេរិកដែលបានវាយប្រហារមកលើមេដឹកនាំរបស់ខ្លួនជាពិសេសគឺការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់តែម្ដងគឺលោកអាយ៉ាតូឡាស់អាលីខាម៉ានីរួមទាំងមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀតមេដឹកនាំសាសនាអ៊ីរ៉ង់បានអំពាវនាវឲ្យប្រជាជននៅដែលកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតនៅទូទាំងពិភពលោកធ្វើសកម្មភាពសងសឹកឲ្យមេដឹកនាំរបស់ខ្លួននៅគ្រប់ទិសទីតែម្ដងចំណុចទាំងអស់នេះត្រូវបានគេសង្ស័យថាតើពិភពលោកអាចនឹងជួបអំពើភេរវកម្មជាញឹកញាប់ដែរឬទេនៅពេលអនាគតបញ្ហាផ្ទុះសង្គ្រាមនៅតំបន់មជ្ឈមបូព៌ានេះផងដែរក៏បានទាញបណ្ដាប្រទេសផ្សេងទៀតឲ្យមានការចូលរួមពាក់ព័ន្ធជាបន្តបន្ទាប់រហូតមកដល់ពេលនេះមានបណ្ដាប្រទេសជាច្រើនបានចូលរួមពាក់ព័ន្ធនៅក្នុងសង្គ្រាមនេះហើយដែលមានដូចជាបារាំងអាល្លឺម៉ង់អង់គ្លេសនិងបណ្ដាប្រទេសសមាជិក NATO នៅតំបន់អឺរ៉ុបបានឈរនៅខាងសហរដ្ឋអាមេរិកចំណែកឥណ្ឌាក៏បានចេញមុខមកថ្កោលទោសអ៊ីរ៉ង់ចំពោះសកម្មភាពនៃការវាយប្រហារនៅតំបន់អារ៉ាប់ក្រុមប្រទេសនៅតំបន់អារ៉ាប់មានដូចជាអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមកាតាបារ៉ែនគួយវ៉ែតនិងសុកដានីកំពុងរងការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ចំពោះមូលដ្ឋានយោធាសហរដ្ឋអាមេរិកក៏ដូចជានៅតាមប្រលានយន្តហោះប្រទេសទាំងអស់នោះក៏បានថ្កោលទោសអ៊ីរ៉ង់យ៉ាងចាស់ដៃផងដែរនិងគម្រាមតបតអ៊ីរ៉ង់វិញចំណែកឯអ៊ីរ៉ង់វិញមានចិនរុស្ស៊ីកូរ៉េខាងជើងបានចេញមុខមកឈរខាងអ៊ីរ៉ង់សង្គ្រាមនៅតំបន់មជ្ឈមបូព៌ាពេលនេះក៏បានរាលដាលដល់ប្រទេសមួយទៀតដែរគឺអាស៊ីបៃសង់ដោយអាស៊ីបៃសង់បាននិយាយថាអ៊ីរ៉ង់បានវាយប្រហារទឹកដីរបស់ខ្លួនដោយអាស៊ីបៃសង់បាននិយាយថាយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានវាយប្រហារតំបន់ណាជីវ៉ាន់របស់ខ្លួនកាលពីថ្ងៃប្រហ័សស្ថានីយ៍អាកាសយានដ្ឋានត្រូវបានវាយប្រហារយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានផ្ទុះនៅជិតសាលារៀនមួយបណ្ដាលឲ្យជនស៊ីវិលរងរបួសនិងយន្តហោះគ្មានមនុស្សបើកមួយទៀតត្រូវបានបាញ់ទម្លាក់ប្រធានាធិបតីអាស៊ាបៃសង់លោកអ៊ីលហាំអាលីយ៉ែវបានថ្កោលទោសឧបតហេតុនេះថាជាទង្វើភេរវកម្មទាមទារឲ្យមានការពន្យល់និងការសុំទោសពីទីក្រុងតេហេរ៉ង់ខណៈដែលកងទ័ពអាស៊ាបៃសង់ពេលនេះកំពុងតែប្រុងជើងការកម្រិតខ្ពស់ចំណែកឯអ៊ីរ៉ង់វិញបានបដិសេធចំពោះការចោទប្រកាន់របស់អាស៊ាបៃសង់ដោយអ៊ីរ៉ង់បានទាត់ចោលថាការវាយប្រហារនោះមិនមែនជាទង្វើរបស់អ៊ីរ៉ង់ទេដូចគ្នានឹងទូគីដែលកន្លងទៅទូគីបានបាញ់ទម្លាក់មីស៊ីលប៉ាឡេស្ទិកមួយគ្រាប់ដែលហោះចូលដែនអាកាសរបស់ខ្លួនទូគីបានប្រមានអ៊ីរ៉ង់ថាកុំធ្វើទង្វើបែបនេះទៀតដែលវាប៉ះពាល់ទៅដល់សម្ព័ន្ធមិត្តរបស់អង្គការ NATO នៅពេលនោះអ៊ីរ៉ង់ក៏បានច្រានចោលផងដែរថាមីស៊ីលដែលទូគីបាញ់ទម្លាក់នោះមិនមែនជាមីស៊ីលរបស់អ៊ីរ៉ង់ទេប៉ុន្តែវិបត្តិដែលធំជាងគេកើតមានពីសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នេះមិនត្រឹមតែនៅក្នុងតំបន់មជ្ឈមបូព៌ាទេដែលប៉ះពាល់គឺសង្គ្រាមនេះអាចប៉ះពាល់ដល់ពិភពលោកទាំងមូលតែម្ដងដែលនឹងទាញឲ្យសេដ្ឋកិច្ចសកលលោកដាំក្បាលចុះជាខ្លាំងដោយសារតែបញ្ហានៃការឡើងថ្លៃប្រេងហើយការឡើងថ្លៃប្រេងនេះបាននឹងធ្វើឲ្យបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាប្រទេសចិនកូរ៉េនិងជប៉ុនជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរតាមការវិភាគបានរកឃើញថាប្រទេសថៃគឺជាប្រទេសមួយ
ដែលរងគ្រោះខ្លាំងជាងគេបំផុតបាទពីបញ្ហាសង្គ្រាមនៅតំបន់មជ្ឈមបូព៌ានេះបាទត្បិតថាប្រទេសថៃគឺជាប្រទេសដែលពឹងផ្អែកលើវិស័យទេសចរហើយពេលនេះទេសចរដែលមកពីមជ្ឈមបូព៌ាចូលប្រទេសថៃបាទគឺមានការថយចុះជាខ្លាំងបាទប្រិមត្តទស្សនិកជនសង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2026នេះត្រូវបានអ្នកជំនាញមើលឃើញថាអ្វីត្បិតតែអ៊ីរ៉ង់មិនអាចមានព្រៀបបាទខាងសពាវុធជាមួយនឹងសហរដ្ឋអាមេរិកក៏ពិតមែនក៏ប៉ុន្តែអ៊ីរ៉ង់ក៏មានយុទ្ធសាស្ត្របាទនៅក្នុងការធ្វើឲ្យអាមេរិកចុះចាញ់បានដូចគ្នាបាទយុទ្ធសាស្ត្រអ៊ីរ៉ង់នោះគឺបំផ្លាញផលប្រយោជន៍របស់សហរដ្ឋអាមេរិកបាទនៅក្នុងតំបន់ក៏ដូចជាធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើដែលចំណុចទាំងអស់នេះអាចនឹងជាការដាក់សម្ពាធបាទទៅឲ្យបណ្ដាប្រទេសនានាដើម្បីដាក់សម្ពាធទៅសហរដ្ឋអាមេរិកឲ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ត្បិតថាអ៊ីរ៉ង់គឺមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការរំខានការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហូម៉ូសបាទដែលជាច្រកផ្លូវមួយដ៏សំខាន់នៅពេលដែលពិភពលោកជួបវិបត្តិប្រេងហើយនោះបាទវានឹងអាចធ្វើឲ្យប៉ះពាល់បាទទៅដល់សេដ្ឋកិច្ចតែម្ដងឥឡូវនេះបាទយើងឃើញហើយបណ្ដាប្រទេសនានាបាទនៅក្នុងតំបន់បាទកំពុងតែត្រដាបត្រដួសត្រដោខ្យល់នេះយើងមិនទាន់គិតអំពីទង្វើសងសឹករបស់អ៊ីរ៉ង់នៅក្នុងរយៈពេលយូរដែលបង្កការរំខានបាទទៅដល់សន្តិសុខអន្តរជាតិនៅឡើយទេបាទអាមេរិកតែងតែចោទប្រកាន់បាទអ៊ីរ៉ង់ថាជាប្រទេសគាំទ្រភេរវកម្មបាទដូច្នេះនៅពេលខាងមុខអ៊ីរ៉ង់អាចនឹងបង្កការវាយប្រហារនៅគ្រប់ទីកន្លែងតែម្ដងដែលរំខានបាទទៅដល់សន្តិសុខនិងសណ្ដាប់ធ្នាប់អន្តរជាតិបាទជាពិសេសគឺតាក់ទងទៅនឹងអំពើភេរវកម្មដែលជាការសងសឹកចំពោះអ្វីដែលសហរដ្ឋអាមេរិកបានបំផ្លិចបំផ្លាញអ៊ីរ៉ង់បាទតាមរយៈការសម្លាប់មេដឹកនាំរបស់ខ្លួនក៏ដូចជាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននិងមានបំណងចង់ផ្លាស់ប្ដូររបបក្នុងប្រទេសអ៊ីរ៉ង់នោះចូលដល់ថ្ងៃសុក្រទី6ខែមីនានេះអាមេរិកបានរាយការណ៍ពីការធ្លាក់ចុះនៃការវាយប្រហាររបស់អ៊ីរ៉ង់បាទ 90% ឯណោះដោយមីស៊ីលរដ្ឋមន្ត្រីការពារជាតិបាទសហរដ្ឋអាមេរិក Pete Hegseth និងឧត្តមនាវីឯក Ben Cooper បានប្រកាសនៅថ្ងៃសុក្រទី6ខែមីនានេះថាការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិករបស់អ៊ីរ៉ង់បានធ្លាក់ចុះយ៉ាងគំហុកបាទចំនួន 90% និងការវាយប្រហារដោយដ្រូនមានការធ្លាក់ចុះ 83% បាទក្នុងរយៈពេល24ម៉ោងចុងក្រោយនេះយោងតាម CNN ទោះបីជាសកម្មភាពរបស់អ៊ីរ៉ង់មានការថមថយបន្តិចក៏ដោយក៏សហរដ្ឋអាមេរិកបានបង្កើនការវាយលុកលើកងទ័ពជើងទឹកអ៊ីរ៉ង់ដោយបានពន្លិចនាវាចំនួន30គ្រឿងនិងបានដុតបំផ្លាញនាវាដ្រូនមួយគ្រឿងទៀតលោក Cooper បានបញ្ជាក់ថាលទ្ធផលនេះសម្រេចបានដោយសារសមត្ថភាពថ្មីដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកកម្ចាត់ការគំរាមកំហែងដែលមានតម្លៃទាបដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងទៅលើមីស៊ីលស្ទាក់ចាប់ដែលមានតម្លៃថ្លៃឡើយដូច្នេះបាទសហរដ្ឋអាមេរិកគឺរកឃើញវិធីសាស្ត្រថ្មីប្រិមិត្តនៅក្នុងការប្រឆាំងទៅនឹងដ្រូនក៏ដូចជាមីស៊ីលរបស់អ៊ីរ៉ង់កន្លងទៅបាទមានអ្នកវិភាគយល់ឃើញថាសហរដ្ឋអាមេរិកគឺមានការចំណាយខ្ពស់បាទនៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នេះដោយសហរដ្ឋអាមេរិកបានប្រើប្រាស់ខែលមីស៊ីលបាទក្នុងមួយគ្រាប់គឺជាង$2លានដើម្បីស្ទាក់ចាប់ដ្រូនរបស់អ៊ីរ៉ង់មួយគ្រឿងតែជាង$30,000តែប៉ុណ្ណោះដែលចំណុចទាំងអស់នេះបាទគេមើលឃើញថាសហរដ្ឋអាមេរិកមានការខាតបង់ច្រើននិងចំណាយខ្ពស់ប៉ុន្តែឥឡូវនេះបាទគឺអាមេរិកមានវិធីសាស្ត្រថ្មីបាទនៅក្នុងការទប់ស្កាត់ដ្រូនក៏ដូចជាមីស៊ីលរបស់អ៊ីរ៉ង់បានហើយបាទដែលធ្វើឲ្យការវាយប្រហាររបស់អ៊ីរ៉ង់ហ្នឹងគឺមានការថមថយហើយការទប់ស្កាត់បាទដ្រូនក៏ដូចជាមីស៊ីលរបស់អ៊ីរ៉ង់ពីអាមេរិកហ្នឹងគឺមានប្រសិទ្ធភាពជាងមុនហើយការស្ងប់ស្ងាត់របស់អ៊ីរ៉ង់បាទនៅពេលនេះបាទអាចជាយុទ្ធសាស្ត្រឬក៏យ៉ាងណាបាទយើងរងចាំមើលតទៅមុខទៀតពីព្រោះថាអ៊ីរ៉ង់បានបញ្ជាក់ហើយថាគេមានលទ្ធភាពនៅក្នុងការធ្វើសង្គ្រាមបាទជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានរហូតតែម្ដងអ្វីដែលជាការគួរឲ្យសង្ស័យនោះបាទគឺឃ្លាំងស្តុកអាវុធបាទរបស់អ៊ីរ៉ង់ដែលធ្វើនៅក្រោមរូងភ្នំបាទក៏ដូចជានៅក្រោមដីបាទដែលជាទីអាថ៌កំបាំងដូច្នេះថាតើអ៊ីរ៉ង់ពិតជាមានសព្វាវុធគ្រប់គ្រាន់ដើម្បីធ្វើសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកក្នុងរយៈពេលយូរពិតមែនដែរឬទេឬក៏យ៉ាងណាបាទឥឡូវនេះយើងទៅមើលពីការចំណាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល100ម៉ោងដំបូងបាទនៃការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់អាមេរិកបានចំណាយទឹកប្រាក់អស់ជិត$4,000 លានឯណោះប្រិមត្តណាបាទក្នុងរយៈពេលតែមួយសប្តាហ៍ទេដែលអាមេរិកចាប់ដៃជាមួយអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រីធំវាយប្រហារទៅលើអ៊ីរ៉ង់ដែលបង្កបាទទៅជាភ្លើងសង្គ្រាមឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទូទាំងតំបន់មជ្ឈមបូព៌ាបាទប្រតិបត្តិការរបស់សហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនណាស់ដោយប្រើប្រាស់យុទ្ធោបករណ៍ច្រើនប្រភេទប៉ុន្តែយ៉ាងណាសព្វាវុធក៏ត្រូវខ្ទេចខ្ទីផងដែរព្រោះតែការសងសឹករបស់អ៊ីរ៉ង់យោងតាមទិន្នន័យបាទដែលចងក្រងដោយស្ថាប័នសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS ចេញផ្សាយកាលពីថ្ងៃប្រហ័សទី5ខែមីនាឆ្នាំ2026បានបង្ហាញថាបើគិតជាទឹកប្រាក់បាទគឺមានត្រឹមតែ100ម៉ោងដំបូងនៃសង្គ្រាមជាមួយអ៊ីរ៉ង់នេះបាទសហរដ្ឋអាមេរិកបានចំណាយអស់ប្រហែល$3,700 លានឯណោះ
ក្នុងនោះមានតែ$178 លានប៉ុណ្ណោះដែលស្ថិតក្នុងកញ្ចប់ថវិកាគ្រោងទុកបាទរីឯ$3,500 លានទៀតគឺជាការចំណាយក្រៅគម្រោងដែលទាមទារឲ្យមានការអនុម័តបន្ថែមពីសភាប៉ុន្តែឥឡូវនេះបើយើងឃើញសភាអាមេរិកបាទក៏បានអនុម័តយល់ព្រមឲ្យលោកដូណាល់ត្រាំបន្តសង្គ្រាមជាមួយអ៊ីរ៉ង់ហើយដូច្នេះអាចថាវាមិនមានជាបញ្ហានៃការរារាំងបាទដល់បំណងរបស់លោកដូណាល់ត្រាំបាទដែលកំទេចអ៊ីរ៉ង់នោះទេរបាយការណ៍របស់ CSIS បានបង្ហាញថាអាមេរិកបានចាយច្រើនបំផុតគឺគ្រាប់រំសេវបាទគឺប្រហែល$3,000 លានទៅហើយខណៈដែល$196 លានទៀតគឺត្រូវចំណាយសម្រាប់ការហោះហើររបស់យន្តហោះចម្បាំងនិងការចល័តនាវាដឹកយន្តហោះនិងប្រាក់ឧបត្ថម្ភកងទ័ពទន្ទឹមនឹងនោះប្រាក់ប្រហែល$359 លានបាទត្រូវចំណាយសម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការវាយប្រហារនិងបាត់បង់យុទ្ធោបករណ៍មួយចំនួនជាអ្វីដែលគួរឲ្យកត់សម្គាល់បាទអាមេរិកបានប្រើគ្រាប់ថ្លៃបំផុតក្នុងសង្គ្រាមនេះបាទដូចជាមីស៊ីល Tomahawk បាទដែលមានចំនួនរហូតទៅដល់168គ្រាប់ដែលក្នុងមួយគ្រាប់គឺតម្លៃប្រមាណជា$3.6 លានអាមេរិកនិងមីស៊ីល SM-3 បាទសម្រាប់ការពារដែនអាកាសគឺមានតម្លៃ$25 លានអាមេរិកក្នុងមួយគ្រាប់ដូច្នេះបើយើងឃើញយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិកនេះគឺសុទ្ធតែជាទំនើបហើយមានតម្លៃថ្លៃបាទដើម្បីធ្វើសង្គ្រាមវាយប្រហារទៅលើអ៊ីរ៉ង់ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញបាទយើងឃើញហើយតាមការវិតម្លៃរបស់លោកដូណាល់ត្រាំគឺឲ្យពិន្ទុបាទ15លើ10មានន័យថាគាត់ប្រសើរបាទជាទីពេញចិត្តរបស់លោកត្រាំមែនទែនបាទលទ្ធផលហ្នឹងគឺសម្រេចបានធំធេងណាស់ដោយបានសម្លាប់មេដឹកនាំអ៊ីរ៉ង់ជាច្រើនរូបបាទបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់បាទសមត្ថភាពបាទនៃការផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ត្រូវបានបំផ្លាញផងដែរបាទដែលសហរដ្ឋអាមេរិកយល់ឃើញថាការចំណាយប៉ុណ្ណេះបាទគឺវាមិនច្រើននោះទេបាទសម្រាប់ប្រទេសអាមេរិកបាទដែលជាប្រទេសអ្នកមានព័ត៌មានចុងក្រោយបាទគឺយើងឃើញថាលោកត្រាំបាទក៏បានអះអាងផងដែរថាអ៊ីរ៉ង់ចាប់ផ្ដើមសុំចរចាហើយប៉ុន្តែលោកត្រាំប្រាប់ទៅវិញថាហួសពេលនៅក្នុងជំនួបជាមួយក្រុមកីឡាករបាល់ទាត់ក្រុម Inter Miami ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌអាមេរិក Major League រដូវកាលចាស់នៅសេតវិមានកាលពីថ្ងៃប្រហ័សទី5ខែមីនាម្សិលមិញនេះលោកដូណាល់ត្រាំបានប្រាប់ទៅអ្នកសារព័ត៌មានតាក់ទងនឹងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាថាអ៊ីរ៉ង់ចង់ចរចាប៉ុន្តែលោកប្រមានទៅវិញថាហួសពេលហើយពីព្រោះការវាយប្រហារដឹកនាំដោយអាមេរិកកាន់តែខ្លាំងក្លានិងមានឥទ្ធិពលលោកត្រាំនិយាយថាពួកគេទូរស័ព្ទហើយសួរថាតើយើងអាចធ្វើកិច្ចព្រមព្រៀងដោយរបៀបណាទៅខ្ញុំក៏ឆ្លើយទៅវិញអ្នកប្រហែលជាត្រូវរងចាំយូរបន្តិចហើយព្រោះឥឡូវនេះយើងចង់ប្រយុទ្ធខ្លាំងជាងអ្នកទៅទៀតទោះបីជាយ៉ាងណាក៏ដោយមុននេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានបញ្ជាក់រួចហើយថាទីក្រុងតេហេរ៉ង់មិនចង់ឈប់បាញ់ឡើយហើយក៏គ្មានហេតុផលអ្វីដែលត្រូវចរចានោះដែរលោក Araghchi ថែមទាំងចោទប្រកាន់ចំទៅអាមេរិកទៀតថាបានប្រព្រឹត្តអំពើឃោរឃៅតាមរយៈការបាញ់ពន្លិចនាវាចម្បាំងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅក្បែរឆ្នេរសមុទ្រស្រីលង្កាហើយប្រមានខ្លាំងៗថាទីក្រុងវ៉ាស៊ីនតោននឹងស្ដាយក្រោយបំផុតចំពោះការបង្កើតឲ្យមានការវាយប្រហារបែបនេះលោកសរសេរថាសហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឃោរឃៅបាទលើលំហសមុទ្រដែលមានចម្ងាយរហូតដល់2000ម៉ាយពីឆ្នេររបស់ប្រទេសអ៊ីរ៉ង់នាវាចម្បាំងឌីណាដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌាមានផ្ទុកនាវិកជិត130នាក់ត្រូវបានរងការវាយប្រហារក្នុងដែនទឹកអន្តរជាតិទាំងគ្មានការព្រមានជាមុនចាំសម្ដីខ្ញុំចុះសហរដ្ឋអាមេរិកនឹងស្ដាយក្រោយចំពោះរឿងដែលខ្លួនបានធ្វើនេះបាទដូច្នេះយើងឃើញលោកត្រាំបាទថាអ៊ីរ៉ង់សុំចរចាប៉ុន្តែអ៊ីរ៉ង់បដិសេធថាអ៊ីរ៉ង់មិនបានសុំចរចាទេបាទថែមទាំងបដិញ្ញាសងសឹកចំពោះអាមេរិកថែមទៀតផងបាទក្រៅពីនោះយើងឃើញចំហរបស់លោកដូណាល់ត្រាំបាទគឺលោកដូណាល់ត្រាំចង់លូកដៃដើម្បីជ្រើសរើសមេដឹកនាំថ្មីបាទរបស់ប្រទេសអ៊ីរ៉ង់ផងដែរហើយលោកដូណាល់ត្រាំក៏បានបដិសេធថាលោកមិនអនុញ្ញាតឲ្យកូនប្រុសរបស់លោកអាយ៉ាតូឡា អាលី ខាម៉ានីដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ដែលត្រូវបានសហរដ្ឋអាមេរិកសម្លាប់នឹងឲ្យឡើងស្នងតំណែងជាមេដឹកនាំកំពូលជំនួសលោកឪពុករបស់លោកទេរហូតមកដល់ពេលនេះទីក្រុងតេហេរ៉ង់បាននៅមិនទាន់ប្រកាសមេដឹកនាំកំពូលថ្មីបន្តតំណែងពីលោកអាលីខាម៉ានីដែលត្រូវបានសម្លាប់នៅឡើយនោះទេខណៈដែលកូនប្រុសរបស់លោកមានឈ្មោះថាមូតាបាតខាម៉ានីបាទគឺជាបេក្ខជនដែលឈានមុខសម្រាប់តំណែងកំពូលតពីឪពុករូបនេះបាទដោយសារតែគេមើលឃើញអំពីសមត្ថភាពរបស់គាត់បាទថាជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយនឹងកងទ័ពរបស់អ៊ីរ៉ង់បាទក៏ដូចជាមនុស្សដែលមានឥទ្ធិពលខ្ពស់បាទយ៉ាងណាមិញលោកដូណាល់ត្រាំដែលបញ្ជាឲ្យធ្វើប្រតិបត្តិការកំទេចអ៊ីរ៉ង់នោះបែរជាចង់មានតួនាទីបាទក្នុងការជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ដោយដែលលោកបានធ្វើជាមួយវេណេស៊ុយអេឡាក្រោយការចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូបាទលោកត្រាំថែមទាំងហៅលោកមួយតាបាថាជាបេក្ខជនមិនសូវមានទម្ងន់ថែមទៀតផងខ្ញុំត្រូវតែចូលរួមក្នុងការតែងតាំងនេះដោយលោកស្រីដែលស៊ីដែរ
លោកត្រាំបានផ្ដល់បទសម្ភាសន៍ទៅសារព័ត៌មានមួយលោកត្រាំបាននិយាយទៀតថាកូនប្រុសរបស់ខាមនីជាមនុស្សដែលមិនអាចទទួលយកបានឡើយសម្រាប់រូបលោកដោយលោកបង្ហាញចេតនាចង់បានមេដឹកនាំថ្មីម្នាក់ដែលអាចនាំភាពសុខដុមរមនានិងសន្តិភាពដល់អ៊ីរ៉ង់លោកត្រាំក៏ឆ្លៀតគម្រាមដែរថាសង្គ្រាមនឹងបន្តទៀតនៅពេលអនាគតប្រសិនបើមិនមានជំរើសល្អនោះទេការនិយាយរបស់លោកត្រាំបែបនេះត្រូវបានគេមើលឃើញថាលោកត្រាំមិនមានឆន្ទៈក្នុងការធ្វើការជាមួយមេដឹកនាំអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះទេហើយលោកត្រាំគឺមានបំណងផ្ដួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ទាំងស្រុងតែម្ដងហើយលោកដូណាល់ត្រាំក៏ជំរុញឲ្យប្រជាជនអ៊ីរ៉ង់បានងើបបះបោរដើម្បីផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់សពថ្ងៃនេះបាទហើយជ្រើសរើសមេដឹកនាំថ្មីនៅពេលខាងមុខដែលគេជឿជាក់ថាលោកដូណាល់ត្រាំបាទគឺពិតជាចង់បានផលប្រយោជន៍បាទពីអ៊ីរ៉ង់ខ្លាំងមែនទែនដោយសារតែមេដឹកនាំអ៊ីរ៉ង់ពេលបច្ចុប្បន្ននេះបាទគឺមិនសូវមានទំនាក់ទំនងល្អជាមួយអាមេរិកទេហើយក៏មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់អាមេរិកច្រើនដែរជាពិសេសនោះគឺធនធានប្រេងនេះតែម្ដងបាទដែលមេដឹកនាំអ៊ីរ៉ង់សពថ្ងៃនេះគឺមានទំនាក់ទំនងល្អបាទជាមួយនឹងប្រទេសចិនបាទនៅពេលដែលមានទំនាក់ទំនងល្អជាមួយនឹងប្រទេសចិនដូច្នេះបាទយើងឃើញថាសហរដ្ឋអាមេរិកត្រូវការមេដឹកនាំអ៊ីរ៉ង់ថ្មីបាទដែលមាននិន្នាការគ្រប់គ្រងខ្លួនឬអាចនិយាយបានថាជាអាយ៉ងរបស់ខ្លួនដូចនៅក្នុងចន្លោះឆ្នាំ1970បាទដែលអ៊ីរ៉ង់បានដឹកនាំបាទដោយមេដឹកនាំដែលមានទំនោរបាទទៅរកសហរដ្ឋអាមេរិកបាទពេលនោះយើងឃើញថាទំនាក់ទំនងរវាងអ៊ីរ៉ង់និងអាមេរិកនឹងគឺមានភាពស្អិតល្មួតមែនទែនបាទក៏ប៉ុន្តែពេលនោះបាទក៏មានការរិះគន់ពីប្រជាជនដែរបាទដោយប្រជាជនអ៊ីរ៉ង់មានការរិះគន់ថារដ្ឋាភិបាលរបស់ខ្លួនគឺមិនបានបម្រើផលប្រយោជន៍បាទឲ្យប្រជាជនខ្លួនច្រើនទេក៏ប៉ុន្តែបែរជាបម្រើផលប្រយោជន៍បរទេសទៅវិញដូច្នេះហើយបានជាមានបដិវត្តមួយបានកកើតឡើងបានដឹកនាំដោយលោកអាលីខាម៉ានីនេះបានដឹកនាំធ្វើបដិវត្តដើម្បីទម្លាក់បាទមេដឹកនាំចំនួននោះចោលហើយបង្កើតបាទសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឡើងដឹកនាំដោយលោកអាលីខាម៉ានីសពថ្ងៃនេះបាទដែលជាសត្រូវរបស់សហរដ្ឋអាមេរិកតែម្ដង